ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាមកកាន់ការស្វែងយល់នៃរឿងរ៉ាវចម្លែកៗដែលបានកើតឡើងជុំវិញពិភពលោកដោយនេះគឺជា special episode នៅក្នុងខែមីនាហើយយើងនឹងលើកយកនៅព្រឹត្តិការណ៍ពិតមួយដែលបានកើតឡើងបន្ទាប់ពីផ្ទះជាន់ទី3ដើម្បីនឹងចែករំលែកជាបទពិសោធន៍មួយទៅកាន់ប្រិយមិត្តទាំងអស់គ្នាផងដែររឿងរ៉ាវមួយនេះគឺវាមិនមានការលងបន្លាចក៏ដូចជាការបង្ហាញវត្តមាននៃពពួកអមនុស្សអ្វីប៉ុន្មាននោះទេប៉ុន្តែភាគច្រើននៃរឿងរ៉ាវមួយនេះវាគឺជាការបង្ហាញនៅរបៀបនៃការបោកប្រាស់របស់គ្រូអាគមបន្លំមួយចំនួនរហូតដល់ធ្វើឲ្យគ្រួសារមួយនេះត្រូវបានបាត់បង់នៅប្រាក់កាសរហូតដល់ទៅជាង$50,000រួមជាមួយនឹងផ្ទះសម្បែងផងដែរដូច្នេះដើម្បីកុំឲ្យអ្នកទាំងអស់គ្នារងចាំយូរយើងនឹងចូលទៅកាន់សេចក្តីលម្អិតនៃវីដេអូរបស់យើងស្ថិតនៅក្នុងថ្ងៃនេះនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញស្ថិតនៅក្បែរនឹងផ្លូវប៉ាស្ទ័រនៃផ្សារធំថ្មីគឺមានអគារចាស់ៗជាច្រើនដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំងនៅក្នុងចំណោមផ្ទះល្វែងជាច្រើនដែលបានប្រកបរបរអាជីវកម្មជាជាងមាសឬក៏ជាងទងក៏មានផ្ទះមួយល្វែងដែលជាផ្ទះរបស់ជាងស៊ីមជាគ្រួសារមួយដែលបានកសាងជីវិតចេញពីបាតដៃទទេក្រោយពេលរបបវាលពិឃាតប៉ុលពតត្រូវបានបញ្ចប់នៅក្នុងទសវត្សរ៍ទី80ខណៈពេលដែលទីក្រុងភ្នំពេញទើបតែបានរួចខ្លួនពីភាពខ្ទេចខ្ទាំជាងស៊ីមជាមួយនឹងភរិយាបានបោះជំហានចូលមកកាន់ទីក្រុងមួយនេះដោយនាំមកនៅចំណេះនិងជំនាញជាងមាសដ៏ចំណានទឹកដៃរចនាគ្រឿងអលង្ការចេញពីសិប្បកម្មរបស់គាត់មិនមែនគ្រាន់តែជាការយកមាសមកស្លឬរំលាយទៅតាមពុម្ពដែលមានរួចជាស្រេចនោះទេប៉ុន្តែវាគឺជាសិល្បៈនៃការច្នៃដែលរក្សានៅអត្តសញ្ញាណរបស់ខ្មែរយ៉ាងផ្ចិតផ្ចង់ផងដែរគ្រប់អាជីវករលក់មាសធំៗនៅផ្សារអូឡ িম্প ិកផ្សារធំថ្មីនិងផ្សារអូឫស្សីសុទ្ធសឹងតែបានស្គាល់ច្បាស់នៅត្រារបស់ជាងស៊ីមមិនត្រឹមតែជាងស៊ីមប៉ុណ្ណោះនោះទេសូម្បីតែប្រពន្ធរបស់គាត់ក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់ក្នុងនាមជាឈ្មោះយាយម៉ៅឬក៏អ៊ីស្រស់ផងដែរអ្នកទាំងពីរបានដើរតួយ៉ាងសំខាន់ស្ថិតនៅក្នុងការកសាងអាជីវកម្មមួយនេះរហូតដល់មានកូនជាងដល់ទៅជិត20នាក់ស្នាក់នៅក្នុងផ្ទះតែមួយដើម្បីនឹងធ្វើនៅសិប្បកម្មមួយនេះឲ្យកាន់តែរីកចម្រើនសិប្បកម្មមួយនេះមិនមែនជាសិប្បកម្មខ្នាតតូចនោះទេប៉ុន្តែគឺជាសិប្បកម្មខ្នាតធំដូច្នេះទើបបានជាធ្វើឲ្យមានអតិថិជនរបស់ជាងស៊ីមបានយកមាសរាប់សិបដំឡឹងដែលមានពេលខ្លះអាចឈានដល់គីឡូដើម្បីយកមករក្សាទុកនៅក្នុងផ្ទះនេះក្នុងការផលិតជាគ្រឿងអលង្ការនិងចែកចាយនៅក្នុងហាងធំៗរបស់ពួកគេផងដែរគ្រួសាររបស់ជាងស៊ីមគឺមានសមាជិកតែ3នាក់តែប៉ុណ្ណោះដោយមានជាងស៊ីមគឺជាឪពុកនៃគ្រួសារមួយនេះចំណែកឯភរិយារបស់គាត់គឺជាអ៊ីស្រស់ហើយមានកូនប្រុសពៅម្នាក់នៅក្នុងគ្រួសារផងដែរជាងស៊ីមក៏មានកូនចៅចំនួន3ទៅ4នាក់នៃគ្រួសារប្រពន្ធមុនប៉ុន្តែពួកគេក៏បានមានគ្រួសារហើយព្រមទាំងបានបែកផ្ទះពីការរស់នៅជាមួយនឹងជាងស៊ីមទៅហើយបើទោះបីជាមានទ្រព្យសម្បត្តិស្ដុកស្ដម្ភយ៉ាងណាក៏ដោយក៏គ្រួសារជាងស៊ីមមិនដែលបំភ្លេចនៅឫសគល់នៃជំនឿនោះទេនៅជ្រុងនៃផ្នែកខាងលើផ្ទះមួយនេះគឺតែងតែមានអាសនៈគោរពបូជាយ៉ាងខ្ជាប់ខ្ជួនជាច្រើនពួកគេមានជំនឿយ៉ាងមុតមាំទៅលើរឿងរ៉ាវអរូបីវត្ថុស័ក្តិសិទ្ធិនិងការធ្វើបុណ្យដាក់ទាននៅក្នុងជីវិតដ៏សុខសាន្តមួយនេះតើមាននរណាទៅដឹងថាភាពស្ងប់ស្ងាត់និងសុភមង្គលវាគឺជាពន្លឺចុងក្រោយមុនពេលដែលពពកដ៏ខ្មៅអ៊ូអាប់បានពំនាំនៅគ្រោះកាចមកកាន់គ្រួសារមួយនេះជោគវាសនាបានចាប់ផ្ដើមសាកល្បងជាមួយនឹងពួកគេតាមរបៀបដែលគ្រប់គ្នានឹកស្មានមិនដល់វាមិនមែនជាចោរប្លន់ដែលកាន់កាំភ្លើងមកគំរាមនោះទេប៉ុន្តែវាគឺជាមនុស្សដែលស្និទ្ធស្នាលហើយធ្លាប់តែផឹកតែរួមតុជាមួយនិងជជែកអំពីរឿងរ៉ាវរកស៊ីជាមួយគ្នារយៈពេលជាង10ឆ្នាំទៅហើយនៅខេត្តកំពង់ធំមានអាជីវករមាសដ៏ធំម្នាក់ដែលត្រូវបានគេស្គាល់ថាជាម៉ូយដ៏ស្លែរបស់ជាងស៊ីមជិតមួយទសវត្សរ៍មកហើយពួកគេបានរកស៊ីជាមួយគ្នាហើយព្រមទាំងយកមាសញ៉ាទៅវិញទៅមករាប់សិបគីឡូដោយគ្មានបញ្ហាអ្វីមួយនោះឡើយក៏ព្រោះតែម៉ូយម្នាក់នេះតែងតែផ្ញើប្រាក់កាសត្រឡប់មកវិញគ្រប់ចំនួនដោយមិនឲ្យខ្វះសូម្បីតែមួយកាក់មួយសេននោះទេវាលើសពីការរកស៊ីប៉ុន្តែគ្រួសារទាំងពីរបានស្គាល់ចិត្តស្គាល់ថ្លើមគ្នាយ៉ាងជិតដិតហើយព្រមទាំងបានស្គាល់ផ្ទះសម្បែងនិងបងប្អូនរៀងៗខ្លួនផងដែររហូតដល់ថ្ងៃមួយរឿងរ៉ាវអាក្រក់ក៏ត្រូវបានកើតឡើងការផ្ញើមាសលើកចុងក្រោយត្រូវបានធ្វើឡើងពីសំណាក់ជាងស៊ីមគឺស្មើទៅនឹងក្បែរ1គីឡូក្រាមទៅហើយនៅក្នុងសម័យនោះ
28ដំឡឹងមិនមែនគ្រាន់តែជាចំនួនមាសធម្មតានោះទេហើយវាក៏ជាកម្លាំងញើសឈាមដែលបានសន្សំជាច្រើនឆ្នាំរបស់ជាងស៊ីមដើម្បីនឹងពង្រឹងសិប្បកម្មព្រមទាំងការមើលថែទាំកូនប្រុសពៅរបស់គាត់ទៅថ្ងៃអនាគតបន្ទាប់ពីមាសត្រូវបានផ្ញើចេញទៅកាន់ខេត្តកំពង់ធំទៅឲ្យម៉ូយជាប្រចាំរបស់ខ្លួនហើយនោះរយៈពេល1ថ្ងៃកន្លងផុតទៅជាងស៊ីមក៏មិនបានឃើញម៉ូយរបស់ខ្លួនដែលស្ថិតនៅខេត្តកំពង់ធំនោះបានផ្ញើមាសត្រឡប់មកឲ្យខ្លួនវិញដើម្បីនឹងបន្តអាជីវកម្មនោះទេសូម្បីតែប្រាក់ថ្លៃឈ្នួលពាក់ព័ន្ធជាមួយនឹងមាសទាំងនោះក៏មិនត្រូវបានផ្ញើត្រឡប់មកវិញនោះឡើយបរិយាកាសនៅក្នុងផ្ទះជាន់ទី3ជាមួយនឹងសំឡេងញញួរដែលធ្លាប់តែឮកងរំពងក៏បែរជាស្ងាត់ឈឹងកូនជាងក្បែរ20នាក់អង្គុយសម្លឹងមុខគ្នាដោយភាពងឿឆ្ងល់ក៏ព្រោះតែគ្មាននៅមាសបន្តដើម្បីនឹងផលិតជាគ្រឿងអលង្ការនោះទេចំណែកជាងស៊ីមបានអង្គុយនៅលើកៅអីឈើចាស់មួយហើយភ្នែកសម្លឹងទៅកាន់ទូរស័ព្ទរបស់គាត់ដែលបានដាក់នៅខាងលើតុដៃរបស់គាត់ធ្លាប់តែរឹងមាំកាន់ញញួរដើម្បីនឹងដំមាសផលិតជាគ្រឿងអលង្ការបែរជាញ័រទៅត្រើតនៅពេលដែលគាត់ព្យាយាមប្រើប្រាស់ទូរស័ព្ទដើម្បីទំនាក់ទំនងទៅកាន់ម៉ូយដែលគាត់ទុកចិត្តបំផុតនៅឯខេត្តកំពង់ធំនោះឯងសំឡេងនៃការបញ្ជាក់ដំណឹងថាទូរស័ព្ទមួយនេះមិនអាចទំនាក់ទំនងបាននោះទេត្រូវបានបន្លឺឡើងម្ដងហើយម្ដងទៀតវាហាក់បីដូចជាមជុលបានចាក់ទម្លុះបេះដូងរបស់គាត់ដូច្នោះដែរជាងស៊ីមមិនមែនជាមនុស្សដែលងាយតក់ស្លុតជាមួយនឹងរឿងរ៉ាវអ្វីមួយនោះទេប៉ុន្តែភាពស្ងាត់ជ្រងំនៃខ្សែទូរស័ព្ទមួយនេះបានបញ្ជាក់អំពីរឿងរ៉ាវអាក្រក់ដែលបានកើតឡើងស្ថិតនៅចំពោះមុខគាត់មិនបានត្រឹមតែស្ដាយជាមួយនឹងមាស28ដំឡឹងនោះទេប៉ុន្តែគាត់កំពុងតែបាត់ស្មារតីដោយសារតែគាត់បានឲ្យទំនុកចិត្តទៅលើមនុស្សខុសដែលគាត់តែងតែរាប់អានប្រៀបបីដូចជាបងប្អូននៅពេលដែលជាងស៊ីមជាមួយនឹងប្រពន្ធរបស់គាត់បានសម្រេចចិត្តថានឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ធំដើម្បីជួបមុខដោយផ្ទាល់ជាមួយនឹងម៉ូយប្រចាំរបស់ខ្លួនអ្វីដែលអ្នកទាំងពីរបានឃើញគឺមានត្រឹមតែផ្ទះដែលបានបិទវាជិតឈឹងរួមជាមួយនឹងសេចក្តីប្រកាសដែលបានបិទនៅជាប់នោះដែលវាគឺជាសេចក្តីប្រកាសអំពីធានាគារនៃការរឹបអូសយកផ្ទះមួយនេះផងដែរអ្នកជិតខាងបានប្រាប់ដោយក្តីអាណិតថាឈ្មួញម្នាក់នេះបានវិច្ចបង្វិចរត់ចោលស្រុកបាត់ទៅហើយព្រោះតែគេបានជាប់បំណុលវ័នកនិងបានបោកប្រាស់អាជីវករជាច្រើននាក់វិនាទីនោះពិភពលោកនៃគ្រួសាររបស់ជាងស៊ីមក៏ត្រូវបានរលាយក្នុងរយៈពេលត្រឹមតែមួយរំពេចតែប៉ុណ្ណោះគ្រឿងអលង្ការខ្លះដែលបានបាត់ទៅជាមួយមិនមែនជាមាសរបស់ជាងស៊ីមទាំងស្រុងនោះឡើយប៉ុន្តែវាក៏ជាមាសរបស់ម៉ូយដទៃដែលបានយកមកផ្ញើជាមួយនឹងជាងស៊ីមដើម្បីផលិតជាគ្រឿងអលង្ការដូច្នេះជាងស៊ីមមិនត្រឹមតែត្រូវបានបាត់បង់ទ្រព្យសម្បត្តិខ្លួនឯងប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវរ៉ាប់រងសងនៅបំណុលមួយនេះជំនួសគេវិញផងដែរអ្នកទាំងពីរក៏បានត្រឡប់មកភ្នំពេញវិញជាមួយនឹងដៃទទេព្រមទាំងភាពឈឺចាប់ហើយផ្ទះដែលធ្លាប់តែមានភាពសោកសប្បាយបែរជាមានសំឡេងដកដង្ហើមធំទៅវិញសេដ្ឋកិច្ចគ្រួសារមួយនេះចាប់ផ្ដើមរង្គោះរង្គើហើយកូនជាងខ្លះក៏ត្រូវបង្ខំចិត្តឈប់សម្រាកក៏ព្រោះតែគ្មានការងារធ្វើជាប្រចាំចំណូលដែលធ្លាប់តែហូរចូលដូចទឹកក៏បែរជាហួតហែងអស់ដែលនេះគឺជាព្យុះដ៏ខ្មៅអ៊ូអាប់មួយដែលបានបោកបក់ដោយគ្មានការព្រមានទុកជាមុនសម្រាប់គ្រួសារមួយនេះនោះទេនៅក្នុងពេលដែលស្ថានភាពដែលមនុស្សម្នាក់ធ្លាក់ដល់ចំណុចទាបបំផុតនៃជីវិតរបស់ខ្លួនស្មារតីជាមួយនឹងសកម្មភាពគ្រប់យ៉ាងប្រកាសជាចាប់ផ្ដើមទន់ខ្សោយនៅពេលដែលវិទ្យាសាស្ត្រនិងការរកស៊ីលែងផ្ដល់ចម្លើយឲ្យគ្រួសារមួយនេះបានពួកគេក៏ចាប់ផ្ដើមមានអារម្មណ៍អស់សង្ឃឹមហើយងាកទៅរកនៅរឿងរ៉ាវអាត់កំបាំងជាមួយនឹងជំនឿអរូបីដែលមិនអាចមើលឃើញដោយភ្នែកទទេរឿងរ៉ាវមួយនេះឯងវាគឺជាចំណុចរបត់ដ៏ខ្លាំងមួយនៅក្នុងរឿងរ៉ាវនៃគ្រួសាររបស់ជាងស៊ីមដោយសារតែគាត់បានផ្លាស់ប្ដូរមកជឿជាក់ទៅលើជំនឿអរូបីយ៉ាងហួសហេតុពេកទើបបានជាធ្វើឲ្យគាត់បានចំហទ្វារផ្ទះដើម្បីអនុញ្ញាតឲ្យបិសាចកំណាចចូលមកកាន់ជីវិតនៃគ្រួសាររបស់គាត់ហើយបំផ្លាញនៅអ្វីៗគ្រប់យ៉ាងដែលគាត់នៅសេសសល់អ៊ីស្រស់ដែលជាប្រពន្ធរបស់ជាងស៊ីមក្នុងនាមជាស្ត្រីម្នាក់ដែលធ្លាប់តែមានមុខមាត់នៅក្នុងសង្គមហើយព្រមទាំងជាអាជីវករដែលគ្រប់គ្នាបានផ្ដល់កិត្តិយសឲ្យចំពោះគ្រួសារមួយនេះហាក់បីដូចជាកំពុងតែត្រូវបានគេជន់ឈ្លីរៀងរាល់យប់គាត់តែងតែអង្គុយមើលកូនប្រុសពៅរបស់គាត់ដែលកំពុងតែលង់លក់នៅក្នុងដំណេកហើយលួចជូតទឹកភ្នែកតែម្នាក់ឯងដោយគាត់មិនចង់ឲ្យកូនប្រុសរបស់គាត់បានដឹងអំពីភាពខ្សែធនដែលធ្វើឲ្យកូនប្រុសរបស់គាត់អាចនឹងត្រូវបោះបង់នៅការសិក្សាឬត្រូវរស់នៅក្នុងជីវភាពតោកយ៉ាកនោះឯងអ៊ីស្រស់ក៏ចាប់ផ្ដើមដើរសួរម៉ូយដែលខ្លួនធ្លាប់បានរកស៊ីជាមួយនៅឯផ្សារដើមគោព្រមទាំងផ្សារអូឫស្សីអំពីគ្រូទាយណាដែលពូកែព្រមទាំងមើលឆុតផងដែរ
គាត់មិនមែនចង់ទាយដើម្បីសប្បាយចិត្តនោះទេប៉ុន្តែគាត់ចង់រកវិធីសាស្ត្រដើម្បីនឹងស្រោចស្រង់នៅកាច់ជ្រុងនៃផ្សារដើមគោក្នុងតូបលក់មាសតូចមួយមាសម្នាក់ដែលធ្លាប់តែស្គាល់ចិត្តថ្លើមក៏បានខ្សឹបទៅប្រាប់អ៊ីស្រស់ផងដែរថាកុំឲ្យដើរមើលផ្ដេសផ្ដាស់ក៏ព្រោះតែគាត់បានស្គាល់គ្រូស្រីម្នាក់ដែលពូកែក្នុងការទូទាយផងដែរបើទោះបីជាការទូទាយតាមរយៈសញ្ញាបៀប៉ុន្តែវាហាក់បីដូចជាគ្រូម្នាក់នេះបានដឹងអំពីរឿងរ៉ាវសពគ្រប់ប្រយោគដែលបានរៀបរាប់ពីខាងលើក៏បានធ្វើឲ្យប្រពន្ធរបស់ជាងស៊ីមបានចាប់អារម្មណ៍ជាមួយនឹងរឿងរ៉ាវមួយនេះគាត់មិនបានដឹងនោះទេថាការសម្រេចចិត្តងក់ក្បាលដើម្បីព្រមជួបជាមួយនឹងគ្រូម្នាក់នេះវាគឺជាការបោះជំហានចូលទៅក្នុងមាត់ខ្លាដែលកំពុងតែចាំត្របាក់លេបយកនៅអ្វីដែលគាត់នៅសេសសល់ខាងក្នុងផ្ទះនោះឯងនៅក្នុងពិភពនៃការបោកប្រាស់ជនល្មើសដែលគ្រោះថ្នាក់បំផុតមិនមែនជាអ្នកដែលប្រើកម្លាំងបាយប៉ុន្តែគឺជាអ្នកដែលប្រើចិត្តសាស្ត្រនិងការសម្ដែងក្រោយពីទទួលបាននូវការណែនាំពីម៉ូយមាសម្នាក់នៅឯផ្សារដើមគោអ៊ីស្រស់ដែលជាប្រពន្ធរបស់ជាងស៊ីមក៏បានជួបជាមួយនឹងគ្រូម្នាក់នោះដែលមានអាយុ30ជាងឆ្នាំផងដែរគ្រូទាយដែលមានឈ្មោះថាលក្ខណៈម្នាក់នេះមិនមែនជាគ្រូដែលស្លៀកសម្លៀកបំពាក់បែបអ្នកកាន់សិលឬក៏គ្រូអាគមអ្វីនោះទេផ្ទុយទៅវិញលក្ខណៈបានបង្ហាញខ្លួនស្ថិតនៅក្នុងរូបរាងជាស្ត្រីដែលមានជីវភាពបែបអភិជនស្លៀកពាក់ស្អាតបាតជាមួយនឹងសម្ដីផ្អែមដូចទឹកឃ្មុំលក្ខណៈបានសម្ដែងធ្វើជាមនុស្សដែលមានជីវភាពធូរធារស្រាប់មិនត្រូវការលុយកាក់ពីអ្នកដែលជួបប្រទះជាមួយនឹងបញ្ហានោះទេគោលបំណងរបស់នាងគឺធ្វើនៅអ្វីៗគ្រប់យ៉ាងដើម្បីជួយទៅដល់អ្នកដែលជួបប្រទះជាមួយនឹងបញ្ហានៅក្នុងការរកស៊ីតែប៉ុណ្ណោះនេះគឺជានុយដ៏ធំបំផុតនៅក្នុងការចាប់ផ្ដើមនៃរឿងរ៉ាវគ្រប់យ៉ាងដែលលក្ខណៈបានដឹងយ៉ាងច្បាស់ថាគ្រួសាររបស់ជាងស៊ីមគឺជាអ្នកមានមុខអ្នកមានមាត់ផងដែរដូច្នេះនាងបានបង្ហាញខ្លួនបែបជាអ្នកក្រប្រហែលជាមិនអាចចូលទៅជិតគ្រួសារមួយនេះបាននោះឡើយវាមានតែបង្ហាញនៃភាពលោឆាយរបស់នាងតែប៉ុណ្ណោះទើបអាចឲ្យនាងចូលទៅកាន់គ្រួសារមួយនេះឲ្យកាន់តែជិតដិតមុនពេលដែលគ្រូម្នាក់នេះបានមានទំនាក់ទំនងជាមួយនឹងគ្រួសាររបស់ជាងស៊ីមនាងបានព្យាយាមដើរមើលនិងទស្សន៍ទាយឲ្យម៉ូយរបស់គ្រួសារជាងស៊ីមជាច្រើនអ្នកទៅហើយដូច្នេះព័ត៌មានពាក់ព័ន្ធជាមួយនឹងគ្រួសារជាងស៊ីមគឺនាងមាននៅក្នុងដៃពេញលេញទៅហើយទើបបានជាធ្វើឲ្យនាងមានភាពងាយស្រួលនៅក្នុងការទូទាយគ្រប់ពាក្យសម្ដីដែលត្រូវបាននិយាយចេញពីមាត់របស់គ្រូលក្ខណៈម្នាក់នេះក៏បានធ្វើឲ្យជាងស៊ីមជាមួយនឹងប្រពន្ធរបស់គាត់ស្ទើរតែមិនជឿដែលនាងបានដឹងនៅរាល់សកម្មភាពរបស់គាត់គ្រប់យ៉ាងហាក់បីដូចជានាងគឺជាសមាជិកម្នាក់នៅក្នុងផ្ទះតែមួយជាមួយនឹងគាត់សូម្បីតែការបាត់បង់មាសជាង28ដំឡឹងម៉ូយរបស់គាត់ភាគតិចបំផុតដែលបានដឹងប៉ុន្តែលក្ខណៈនេះបានដឹងយ៉ាងច្បាស់លាស់ហើយថែមទាំងបានដឹងថាអ្នកដែលបោកប្រាស់នោះគឺជាម៉ូយមាសស្ថិតនៅខេត្តកំពង់ធំចំណុចមួយនេះវាកាន់តែធ្វើឲ្យគ្រួសាររបស់ជាងស៊ីមកាន់តែមានជំនឿទៅលើគ្រូលក្ខណៈម្នាក់នេះហើយបើទោះបីជានាងព្យាយាមអូសទាញឲ្យពួកគាត់រៀបចំនៅពិធីអ្វីក៏ដោយក៏គ្រួសារជាងស៊ីមយល់ព្រមសម្របទៅតាមនាងគ្រប់យ៉ាងផងដែរក៏ព្រោះតែវត្ថុបំណងរបស់គ្រួសារមួយនេះគឺកំពុងតែចង់ស្ដារនៅជីវភាពរបស់ខ្លួនឲ្យត្រឡប់មកសភាពដើមវិញលក្ខណៈចាប់ផ្ដើមធ្វើដំណើរមកកាន់ផ្ទះជាងស៊ីមបើទោះបីជាគ្មានការអញ្ជើញពីសំណាក់ប្រពន្ធរបស់ជាងស៊ីមមកធ្វើការទូទាយក៏ដោយនាងចាប់ផ្ដើមបន្ទន់អេរិយាបថហើយសម្ដែងធ្វើជាមនុស្សស្រីម្នាក់ដែលមានអត្តចរិតរៀបរយសុភាពរាបសារព្រមទាំងដឹងការខុសត្រូវនាងចាប់ផ្ដើមហៅប្រពន្ធជាងស៊ីមថាម៉ាក់ហើយហៅជាងស៊ីមថាប៉ាពេញមាត់ផងដែរនាងក៏បានសុំខ្លួនដើម្បីធ្វើជាកូនធម៌នៃគ្រួសារមួយនេះដោយប្រើលេសថាគ្រូធំបង្គាប់ឲ្យនាងតបស្នងសងគុណទៅកាន់ម្ដាយឪពុករបស់នាងកាលពីជាតិមុនដែលនាងចង់សម្ដៅថាជាងស៊ីមជាមួយនឹងប្រពន្ធរបស់គាត់គឺជាម្ដាយឪពុករបស់នាងកាលពីអតីតជាតិដែលនាងត្រូវតែស្រោចស្រង់ស្ថិតនៅក្នុងជាតិថ្មីនេះឯងស្រមៃមើលថាគ្រួសារមួយដែលកំពុងតែមានទុក្ខសោកព្រមទាំងភាពឯកោពីការបោកប្រាស់កាលពីលើកមុនស្រាប់តែមានមនុស្សស្រីម្នាក់បានចូលមកបម្រើបាយទឹកហើយនិយាយផ្អែមល្ហែមនិងផ្ដល់នូវសេចក្តីសង្ឃឹមឲ្យដូចជាកូនបង្កើតបែបនេះរបាំងចិត្តនៃភរិយារបស់ជាងស៊ីមក៏ចាប់ផ្ដើមរលាយបាត់ហើយគាត់មានអារម្មណ៍ថាលក្ខណៈគឺជាកូនស្រីដែលទេវតាប្រទានមកឲ្យដើម្បីនឹងជួយសង្គ្រោះជីវិតនៃគ្រួសាររបស់គាត់ពិតមែននេះគឺជាថ្នាំសណ្ដំដ៏សាហាវបំផុតដែលធ្វើឲ្យគ្រួសារជាងស៊ីមទាំងមូលមិនបានមើលឃើញអំពីចង្កូមដែលបានលាក់ទុកនៅពីក្រោយស្នាមញញឹមរបស់លក្ខណៈម្នាក់នេះទេបើសិនបើអ្នកទាំងអស់គ្នាធ្លាប់បានស្ដាប់នៃវីដេអូផ្ទះជាន់ទី3អ្នកទាំងអស់គ្នាប្រកាសជាធ្លាប់បានឮអំពីគ្រួសារមួយនេះគឺមានគ្រូធំស្ថិតនៅពីក្រោយប៉ុន្តែក្រោយពេលដែលមានទំនាក់ទំនងជាមួយនឹងលក្ខណៈ
គ្រួសារមួយនេះចាប់ផ្ដើមកាត់បន្ថយនៃការគោរពបូជាទៅដល់អាសនៈរបស់ខ្លួនដែលហាក់បីដូចជាពួកគេកំពុងតែត្រូវបានកាត់ផ្តាច់ទំនាក់ទំនងឲ្យឃ្លាតឆ្ងាយពីអ្វីដែលអាចការពារគ្រួសារមួយនេះបានគ្រូស្រីលក្ខណៈម្នាក់នេះតែងតែបង្កើតនៅរឿងរ៉ាវមួយចំនួនដោយព្យាយាមទាញបញ្ចូលនៃសាច់រឿងរបស់ខ្លួនទៅជាមួយនឹងគ្រូធំដែលគ្រួសារមួយនេះបានគោរពបូជាលក្ខណៈបានបញ្ជាក់ថាខ្លួនអាចមានសមត្ថភាពសន្ធិដ្ឋនៅគ្រូធំដែលគ្រួសារមួយនេះបានគោរពកាលពីពេលមុនក៏ព្រោះដោយសារតែនាងមានថាមពលពិសេសរួមជាមួយនឹងសមត្ថភាពពិតប្រាកដនៅក្នុងយប់មួយគ្រូលក្ខណៈម្នាក់នេះបានតាក់ទងមកកាន់អ៊ីស្រោះដោយបានបញ្ជាក់ថានាងទើបតែបានសូបិនឃើញគ្រូធំដែលគ្រួសារមួយនេះបានគោរពបូជានោះបានប្រាប់មកកាន់នាងថាដើម្បីជួយសង្គ្រោះនៃគ្រួសារមួយនេះទាំងមូលលក្ខណៈត្រូវតែព្យាយាមស្វែងរកកំណប់ឲ្យទាល់តែឃើញស្ថិតនៅក្នុងទីតាំងនៃភ្នំសពកាលីលក្ខណៈបានរៀបរាប់អំពីសម្រិតដែលមានតម្លៃរាប់លានដុល្លារត្រូវបានរក្សាទុកជាមួយនឹងទ្រព្យសម្បត្តិនៃមាសពេជ្រកែវកងដែលវាគឺជាកម្មសិទ្ធិរបស់ប្តីប្រពន្ធជាងស៊ីមកាលពីអតីតជាតិនាងបានសន្យាថាប្រសិនបើនាងយកវាបានគ្រួសាររបស់ជាងស៊ីមមិនត្រឹមតែសងបំណុលរបស់គេអស់នោះទេប៉ុន្តែគ្រួសាររបស់ជាងស៊ីមនឹងក្លាយទៅជាសេដ្ឋីប្រាក់លានលើសពីអ្វីដែលជាការបាត់បង់កាលពីពេលមុនទៅទៀតពាក្យសម្ដីទាំងអស់នេះវាបានក្លាយទៅជាការអូសទាញយ៉ាងខ្លាំងក្លាមួយទៅកាន់គ្រួសាររបស់ជាងស៊ីមជាពិសេសគឺអ៊ីស្រោះស្របពេលដែលគាត់កំពុងតែព្រួយបារម្ភអំពីអនាគតកូនប្រុសពៅរបស់គាត់ផងដែរប៉ុន្តែគាត់មិនបានដឹងថាគ្រប់យ៉ាងវាគឺជាល្បិចកលដែលលក្ខណៈកំពុងតែរៀបចំដើម្បីតាក់ទាញដោយយកជំនឿរបស់គាត់មកបោកប្រាស់ទៅកាន់គាត់វិញនោះទេលក្ខណៈបានបញ្ជាក់ថាកិច្ចនៃពិធីដើម្បីយកកំណប់នេះគឺត្រូវតែមានការចំណាយខ្ពស់នាងបានចាប់ផ្ដើមទាមទារនៅប្រាក់សហុយដើម្បីនឹងធ្វើដំណើរទៅកាន់ខេត្តក្រចេះក្នុងការទិញនៅគ្រឿងដង្វាយតាមអ្វីដែលគ្រូធំបានប្រាប់និងរៀបចំដើម្បីគាស់យកកំណប់នោះរាល់ការចំណាយលក្ខណៈបានបញ្ជាក់ថាវាត្រូវចំណាយចន្លោះពី$300ទៅ$500ហើយព្រមទាំងអង្គុយសមាធិនៅក្នុងទីតាំងនៃព្រៃមួយកន្លែងជើងភ្នំសពកាលីដើម្បីនឹងរងចាំនៅទ្វារកំណប់នេះបានបើកផងដែរគាត់ចាប់ផ្ដើមដកប្រាក់សន្សំចុងក្រោយរួមជាមួយនឹងគ្រឿងអលង្ការដែលនៅសេសសល់មកឲ្យកូនធម៌របស់គាត់ដើម្បីចាក់សោបើកនៅទ្វារមហាសាលនេះឯងប៉ុន្តែគាត់មិនមានការសង្ស័យចំពោះកូនធម៌របស់គាត់នោះទេដែលសូម្បីតែពេលវេលាដែលលក្ខណៈបាននិយាយថានាងត្រូវធ្វើដំណើរទៅតែម្នាក់ឯងតែប៉ុណ្ណោះដើម្បីនឹងយកកំណប់មួយនេះក៏សមាជិកគ្រួសារទាំងអស់គ្មាននរណាម្នាក់សង្ស័យអំពីសកម្មភាពរបស់នាងសោះឡើយដែលហាក់បីដូចជាគ្រប់គ្នាកំពុងតែត្រូវមុនសណ្ដំអ្វីមួយងើបមុខមិនរួចនោះទេកូនប្រុសរបស់ជាងស៊ីមដែលបានមើលឃើញនៅការសន្ទនាមួយនេះគេមិនមានអ្វីដើម្បីនិយាយជាមួយនឹងម្ដាយឪពុករបស់ខ្លួននោះឡើយដោយបានត្រឹមតែសម្លឹងមើលទៅកាន់បងស្រីធម៌របស់ខ្លួនទទួលយកប្រាក់ពីម្ដាយរបស់គេពេញដៃជាមួយនឹងក្រសែភ្នែករេចុះឡើងដែលហាក់បីដូចជានាងមានអ្វីលាក់បាំងចំណែកជាងស៊ីមដែលជាមេគ្រួសារគាត់ក៏កំពុងតែស្ថិតនៅក្នុងអាការៈវង្វេងវង្វាន់ហើយគាត់មិនបានជំទាស់ទៅនឹងសម្ដីរបស់លក្ខណៈនោះឡើយគាត់ហាក់បីដូចជាមានអ្វីមួយយ៉ាងបិទបាំងវិញ្ញាណជាមួយនឹងមាត់របស់គាត់មិនឲ្យហាម5អ៊ីស្រោះធ្វើទៅតាមអ្វីដែលលក្ខណៈបានបង្គាប់បញ្ជានោះទេនេះគឺគ្រាន់តែជាចំណុចចាប់ផ្ដើមនៃការបូមប្រាក់ចេញពីគ្រួសាររបស់ជនរងគ្រោះតែប៉ុណ្ណោះដែលលក្ខណៈបានរៀបចំយ៉ាងច្បាស់លាស់បំផុតហើយធ្វើឲ្យគ្រួសាររបស់ជាងស៊ីមមិនមានការសង្ស័យចំពោះនាងសូម្បីតែបន្តិចប៉ុន្តែសកម្មភាពមួយនេះត្រូវបានបន្តពីលើកទី1ឈានចូលទៅដល់លើកទី2ហើយព្រមទាំងបានធ្វើវាជាប្រចាំដោយរាល់ពេលដែលគ្រូលក្ខណៈបានត្រឡប់មកពីខេត្តក្រចេះវិញដៃរបស់នាងគឺតែងតែទទេស្អាតប៉ុន្តែមាត់របស់នាងពោពេញទៅដោយលេសដោយម្ដងថាគ្រូធំមិនទាន់បើកទ្វារភ្នំម្ដងនាងថាបារមីទាមទារនៅគ្រឿងដង្វាយខ្ពស់ជាងមុនរាល់ពាក្យកុហកនីមួយៗសុទ្ធតែបានបង្កប់នៅតួលេខនៃទឹកប្រាក់ទាំងអស់ប្រាក់ចន្លោះពី$300ទៅ$500ដែលត្រូវបានបូមចេញពីហោប៉ៅនៃគ្រួសារជាងស៊ីមក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់រហូតដល់មានចំនួនសរុបត្រូវបានកើនឡើងក្បែរនឹង$10,000ទៅហើយវាគឺជាចំនួនទឹកប្រាក់ដ៏មហាសាលដែលស្មើទៅនឹងតម្លៃផ្ទះមួយល្វែងឬក៏មាសរាប់សិបដំឡឹងប៉ុន្តែសម្រាប់អ៊ីស្រោះនិងជាងស៊ីមក៏កំពុងតែវង្វេងវង្វាន់នៅក្នុងសមុទ្រនៃក្តីសង្ឃឹមដែលពួកគាត់បានគិតថាវាគ្រាន់តែជាដើមទុនដោះដូរជាមួយនឹងទ្រព្យសម្បត្តិពីអតីតជាតិរបស់គាត់តែប៉ុណ្ណោះបន្ទាប់ពីចំណាយប្រាក់ចិត្តអស់ពីខ្លួនភាពមន្ទិលសង្ស័យក៏ចាប់ផ្ដើមដកពន្លកមកផងដែរជាងស៊ីមជាមួយនឹងអ៊ីស្រោះបានសម្រេចចិត្តសួរដេញដោលកូនធម៌របស់ខ្លួនដើម្បីសុំទៅមើលផ្ទះសម្បែងនិងជួបជាមួយនឹងគ្រួសាររបស់នាងឲ្យបានដឹងសខ្មៅលក្ខណៈព្យាយាមកិច្ចវេះប៉ុន្តែនៅចំពោះមុខ
សម្ពាធនៃម្ចាស់លុយដែលនាងបានបោកប្រាស់ជាបន្តបន្ទាប់នេះនាងក៏បានយល់ព្រមនាំពួកគាត់ទៅកាន់ទីជម្រកពិតប្រាកដរបស់នាងស្រមៃមើលថាអារម្មណ៍ប្តីប្រពន្ធជាងមាសដែលធ្លាប់រស់នៅក្នុងជីវិតស៊ីវិល័យនៅពេលដែលពួកគាត់បានឈានជើងចូលទៅក្នុងបន្ទាយទាហានមួយកន្លែងក្បែរផ្លូវ310ឬហៅផ្លូវឡានទឹកដែលផ្ទុយស្រឡះពីរបៀបនៃការស្លៀកពាក់របស់លក្ខណៈជាមួយនឹងសម្លៀកបំពាក់បែបអភិជនព្រមទាំងកាបូបល្បីៗដែលនាងបានប្រើប្រាស់កាលពីពេលកន្លងមកលក្ខណៈបែរជារស់នៅក្នុងបន្ទប់តូចចង្អៀតមួយក្នុងបន្ទាយទាហានជាមួយនឹងប្តីរបស់នាងដែលជាយោធិនធម្មតាម្នាក់រស់នៅក្នុងជីវភាពតោកយ៉ាកជាមួយនឹងភាពក្រីក្រដែលគាត់ស្ទើរតែមិនជឿនឹងអ្វីដែលគាត់បានឃើញវិនាទីនោះវាគឺជាអ្វីដែលបេះដូងរបស់ប្តីប្រពន្ធទាំងពីរនាក់នេះហាក់បីដូចជាត្រូវបានធ្លាក់ចុះមកផ្នែកខាងក្រោមភាពស្រងាក់ចិត្តបានគ្របដណ្ដប់ទៅលើពួកគាត់ទាំងពីរប៉ុន្តែអ្វីដែលហួសចិត្តបំផុតនោះគឺពួកគាត់នៅតែមិនទាន់ដាច់ចិត្តចេញពីស្ត្រីម្នាក់នេះនៅឡើយនោះទេនៅក្នុងចិត្តសាស្ត្រមនុស្សដែលបានចំណាយអ្វីមួយច្រើនហួសហេតុតែងតែមានអារម្មណ៍មិនចង់ខាតបង់អ្វីដែលបង់ទៅរួចនោះឡើយពួកគាត់គិតថាយើងអស់លុយជិត$50,000ទៅហើយបើឈប់ពេលនេះយើងនឹងបង់ប្រាក់នោះទៅទេចោលយើងត្រូវតែបន្តទៅមុខទៀតដោយយ៉ាងហោចណាស់ក៏អាចទទួលបាននៅប្រាក់ដែលចំណាយនោះត្រឡប់មកវិញផងដែរនេះគឺជាអន្ទាក់នៃផ្លូវចិត្តដែលលក្ខណៈបានប្រើដើម្បីបន្តចងជើងជនរងគ្រោះបើទោះបីជាការពិតត្រូវបានលាតត្រដាងខ្លះៗក៏ដោយពួកគាត់នៅតែលងលោមខ្លួនឯងថាលក្ខណៈប្រហែលជាក្រពិតមែនប៉ុន្តែមុនអាគមនឹងកំណប់ដែលនាងកំពុងតែជីកកកាយនោះវាអាចគឺជាការពិតក៏ព្រោះនាងពិតជាមានសមត្ថភាពនៅក្នុងការទស្សន៍ទាយអំពីជោគជតារបស់គាត់ដូច្នេះចំពោះរឿងរ៉ាវនៃប្រផ្នូលដែលនាងបានឃើញនៅក្នុងសុបិនពីគ្រូធំដែលជាគ្រូដែលគាត់គោរពរាល់ថ្ងៃនោះប្រហែលវាគឺជាការពិតនោះឯងខណៈដែលជាងស៊ីមជាមួយនឹងអ៊ីស្រោះកំពុងតែលិចលង់នៅក្នុងជំនឿដ៏ងងឹតងងល់កូនរបស់ជាងស៊ីមប្រពន្ធមុនក៏ចាប់ផ្ដើមសង្កេតឃើញភាពមិនប្រក្រតីពួកគេបានឃើញឪពុករបស់ខ្លួនលែងជាជាងមាសដ៏រឹងមាំនិងមានកេរ្តិ៍ឈ្មោះម្នាក់បន្តទៅទៀតហើយប៉ុន្តែคล้ายទៅជាបុរសម្នាក់ដែលលងជឿទៅលើជំនឿហើយធ្វើទៅតាមពាក្យសម្ដីរបស់គ្រូដែលមានឈ្មោះថាលក្ខណៈនេះឯងទ្រព្យសម្បត្តិដែលបានសន្សំស្ទើរតែមួយជីវិតកំពុងតែត្រូវបានរលាយបន្តិចម្ដងប្រៀបបីដូចជាអំបិលបើទោះបីជាគាត់នៅសល់តែបន្តិចបន្តួចប៉ុន្តែបែរជាត្រូវយកមកចំណាយទៅលើជំនឿដ៏ងងឹតងងល់បែបនេះពួកគេបានព្យាយាមដាស់តឿនទៅកាន់ជាងស៊ីមដែលជាឪពុករបស់ខ្លួនផងដែរប៉ុន្តែមុនអាគមនៃការភូតភររបស់លក្ខណៈបានបិទត្រចៀកនិងបិទភ្នែកឪពុករបស់ពួកគេបានចិត្តឈឹងទៅហើយភាពតានតឹងនៅក្នុងគ្រួសារក៏ចាប់ផ្ដើមផ្ទុះឡើងខណៈពេលដែលសមាជិកគ្រប់គ្នាបាននិយាយអំពីរឿងរ៉ាវនិងភាពដែលមិនអាចទៅរួចជាងស៊ីមជាមួយនឹងអ៊ីស្រោះបែរជាមើលឃើញថាការដាស់តឿនកូនរបស់ពួកគាត់នេះវាគឺជាឧបសគ្គនៅក្នុងការបំពេញពិធីរបស់ពួកគាត់ទៅវិញលក្ខណៈក៏បានដុតកម្ដៅចិត្តរបស់ពួកគាត់ទាំងពីរថាយើងចិត្តបានកំណត់ទៅហើយកុំឲ្យមនុស្សទាំងនេះមករារាំងយកលាភជ័យពីយើងនោះអីនេះគឺជាល្បិចកលដែលលក្ខណៈបានរៀបចំទុកជាមុនទៅហើយដើម្បីបំបាច់បំបាក់សាមគ្គីនៃគ្រួសារមួយនេះក៏ព្រោះប្រសិនបើគ្រួសាររបស់ជនរងគ្រោះត្រូវបានបែកបាក់នាងនឹងមានភាពងាយស្រួលនៅក្នុងការគ្រប់គ្រងទៅលើជនរងគ្រោះគ្រូលក្ខណៈមិនត្រឹមតែមិនមានភាពភ័យខ្លាចចំពោះការដែលកូនស្រីរបស់ជាងស៊ីមព្យាយាមអូសទាញឪពុករបស់ខ្លួនឲ្យចាក់ចេញពីការបោកបញ្ឆោតរបស់នាងនោះទេតែផ្ទុយទៅវិញនាងថែមទាំងបានដឹងអំពីចំណុចខ្សោយនៃកូនស្រីរបស់ជាងស៊ីមផងដែរលក្ខណៈបានប្រើប្រាស់នៅពាក្យសម្ដីផ្អែមល្ហែមនិងការសម្ដែងជាអ្នកមានសិលចូលទៅសម្របសម្រួលនាងបានចាប់ផ្ដើមបង្ហាញភស្តុតាងคล้ายខ្លះឬការប្រើល្បិចអាគមស្នេហ៍ដើម្បីនឹងចងទៅកាន់កូនស្រីរបស់ជាងស៊ីមនេះឯងនាងបាននិយាយថាអ្វីដែលនាងបានធ្វើគឺដើម្បីជួយជាងស៊ីមជាមួយនឹងអ៊ីស្រោះដែលពួកគាត់កំពុងតែជួបបញ្ហាតែប៉ុណ្ណោះអ្វីដែលគួរធ្វើនៅក្នុងពេលនេះមិនមែនជាការបង្អាក់ឬឆ្លោះប្រកែកគ្នានោះទេប៉ុន្តែបងគួរតែជួយជ្រោមជ្រែងពួកគាត់ដើម្បីឲ្យឆាប់បានកំណត់មួយនេះនឹងជួយដោះស្រាយបញ្ហានៃបំណុលដែលជាងស៊ីមជាមួយនឹងអ៊ីស្រោះកំពុងតែជួបប្រទះត្រឹមតែពាក្យសម្ដីតែប៉ុន្មានម៉ាត់តែប៉ុណ្ណោះលក្ខណៈក៏អាចអូសទាញនៅមនុស្សដែលធ្លាប់សង្ស័យទៅលើសកម្មភាពរបស់នាងឲ្យមកជឿងប់ងល់ជាមួយនឹងអ្វីដែលនាងកំពុងតែធ្វើផងដែរមិនយូរប៉ុន្មានកូនស្រីជាមួយនឹងកូនចៅធ្លាប់តែមករារាំងក៏បានធ្លាក់ចូលទៅក្នុងអន្ទាក់ដូចគ្នាពួកគេចាប់ផ្ដើមចំណាយប្រាក់ផ្ទាល់ខ្លួនរាប់រយរាប់ពាន់ដុល្លារបន្ថែមពីលើប្រាក់របស់ជាងស៊ីមដើម្បីពន្លឿនកិច្ចការនៃការរកកំណប់នេះគឺជាចំណុចដែលសាច់រឿងកាន់តែងងឹតស្លុប
ដោយផ្ទះទាំងមូលបានคล้ายទៅជាជំរកនៃអ្នកដែលងងឹតងងល់ជាមួយនឹងជំនឿអរូបីម្នាក់បានផ្ដោតទៅលើតែភ្នំសុពណ៌កាលីដែលមាននៅក្នុងខេត្តក្រចេះនោះតែប៉ុណ្ណោះទៅតាមពាក្យសម្ដីរបស់លក្ខណៈផងដែរសកម្មភាពនៃការជួយគ្នាបែរជាคล้ายទៅជាការនាំគ្នាធ្លាក់ទៅក្នុងរណ្ដៅលក្ខណៈបានសោចនៅក្នុងចិត្តខណៈពេលដែលប្រាក់ជាច្រើនត្រូវបានបន្តហូរចូលមកក្នុងដៃរបស់នាងលក្ខណៈបានដឹងយ៉ាងច្បាស់ថានាងមិនអាចប្រើប្រាស់នៅល្បិចកលនៃការធ្វើដំណើរទៅកាន់ភ្នំសុពណ៌កាលីដើម្បីនឹងកោះកំណប់បន្តទៅទៀតនោះទេដូច្នេះនាងក៏បានសម្រេចចិត្តថានឹងប្រាប់ទៅកាន់គ្រួសារមួយនេះអំពីការដែលនាងបានយកនៅកំណប់មួយនោះបានសម្រេចលក្ខណៈបានយកនៅការុងសដ៏ធំមួយយកមកកាន់ផ្ទះរបស់ជាងស៊ីមដោយបានបញ្ជាក់ថានេះគឺជាទ្រព្យសម្បត្តិដែលនាងបានរកឃើញប៉ុន្តែនាងបានហាមប្រាមមិនឲ្យនរណាម្នាក់ប៉ះពាល់ឬមើលទៅកាន់របស់ទាំងនោះឡើយមុនពេលដែលនាងបានរៀបចំពិធីមុននឹងយកការុងនេះចូលទៅក្នុងផ្ទះលក្ខណៈក៏បានចាប់ផ្ដើមរៀបចំផែនការបោសសម្អាតយ៉ាងស្អាតផងដែរនាងបានបង្គាប់ឲ្យជាងស៊ីមបង្វាយយ័ន្តដ៏ស័ក្តិសិទ្ធិមួយផ្ទាំងដែលមាននៅក្នុងទូកញ្ចក់នៃអាសនៈគ្រូធំរបស់គាត់ដោយយ័ន្តដែលធ្លាប់តែបែរអក្សរមុនអាគមចេញមកផ្នែកខាងក្រៅបែរជាបង្វែរទិសដៅចូលទៅផ្នែកខាងក្នុងហើយយកផ្នែកដែលគ្មានអក្សរបែរចេញមកផ្នែកខាងក្រៅវិញអ្វីដែលកាន់តែរន្ធត់នឹងធ្វើឲ្យគ្រប់គ្នានៅក្នុងផ្ទះជាពិសេសគឺកូនជាងមានការស្រឡាំងកាំងនៅពេលដែលការុងសនោះបានមកដល់លក្ខណៈបានបញ្ជាឲ្យរុះរើអាសនៈគោរពបូជាស្ទើរតែទាំងស្រុងរូបបដិមាដែលធ្វើពីលង្ហិនចំនួន2អង្គដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់របស់គ្រួសារមួយនេះត្រូវបានលក្ខណៈបង្គាប់ឲ្យបង្វែរព្រះភ័ក្ត្រចូលទៅខាងក្នុងជញ្ជាំងមិនត្រឹមតែប៉ុណ្ណោះវត្ថុស័ក្តិសិទ្ធិផ្សេងៗទៀតដែលមានដូចជាចែកកាច់ក្រឡងជុំដែលមាននៅក្នុងទូកញ្ចក់ក៏ត្រូវបាននាងបង្គាប់ឲ្យយកក្រណាត់ពណ៌ខ្មៅមកគ្របពីលើចិត្តឈឹងលក្ខណៈបានបញ្ជាក់ថាការដែលធ្វើបែបនេះគឺដើម្បីកុំឲ្យថាមពលរបស់កំណប់រួមជាមួយនឹងថាមពលរបស់យ័ន្តអាចនឹងប្រឆាំងគ្នាហើយវាមិនអាចប៉ះជាមួយនឹងបារមីព្រមទាំងវត្ថុស័ក្តិសិទ្ធិការពារវិញ្ញាណអាក្រក់ទាំងនោះទេប្រសិនបើវាប្រឆាំងគ្នាលទ្ធផលចុងក្រោយរបស់ពួកគេនឹងក្លាយទៅជាអាសាបង់ចំណែកឯម្ចាស់ផ្ទះមួយនេះក៏អាចជួបប្រទះជាមួយនឹងបញ្ហាឬក៏ធ្លាក់ខ្លួនឈឺប៉ុន្តែការពិតវាគ្រាន់តែជាការបិទបាំងដើម្បីឲ្យនាងមានឱកាសប្រើប្រាស់នៅរបៀនអាគមក្នុងការបន្តចងទៅកាន់គ្រួសារមួយនេះឲ្យកាន់តែខ្លាំងក្លាតែប៉ុណ្ណោះចំណុចដែលចម្លែកមួយផ្សេងទៀតវាគឺជាការដែលលក្ខណៈបានបង្គាប់បញ្ជាឲ្យជាងស៊ីមផ្លាស់ប្ដូរទិសដៅនៃយ័ន្តដែលដាក់នៅខាងលើទ្វារផ្ទះឬក៏ច្រកចូលយ័ន្តមួយនោះលក្ខណៈមិនបានឲ្យកាប់មុខប្រៀបបីដូចជាយ័ន្តស្ថិតនៅក្នុងទូកញ្ចក់នោះទេប៉ុន្តែនាងបានបង្គាប់បញ្ជាឲ្យដាំក្បាលចុះមកផ្នែកខាងក្រោមហើយរក្សាទុកស្ថិតនៅក្នុងទីតាំងមួយនោះដដែលនេះគឺជាការសាកល្បងយ៉ាងមុតមាំមួយរបស់លក្ខណៈដើម្បីចង់ដឹងថាតើគ្រួសារមួយនេះជឿនាងកម្រិតណាប្រសិនបើពួកគេហ៊ានធ្វើទៅតាមអ្វីដែលនាងបានបញ្ជាសូម្បីតែរបស់ដែលខ្លួនគោរពបូជាក៏ព្រមធ្វើទៅតាមនាងនោះមានន័យថានាងអាចគ្រប់គ្រងនៅពួកគេបាន 100% ហើយនៅក្នុងយប់នោះជាងស៊ីមជាមួយនឹងប្រពន្ធរបស់គាត់ពិតជាបានសម្លឹងមើលទៅកាន់ការុងសមួយនេះជាមួយនឹងក្តីសង្ឃឹមពិតមែនប៉ុន្តែគាត់មិនបានដឹងនោះទេថាអ្វីដែលស្ថិតនៅពីក្រោយការពិតនៃការុងសមួយនេះវាគ្រាន់តែជាការប្រើប្រាស់ល្បិចកលពីសំណាក់លក្ខណៈដើម្បីបោកបញ្ឆោតទៅកាន់គាត់ក្នុងការបន្តបូមយកនៅទ្រព្យសម្បត្តិពីគ្រួសារមួយនេះតែប៉ុណ្ណោះហើយស្ថិតនៅក្នុងយប់នោះជាងស៊ីមជាមួយនឹងប្រពន្ធរបស់គាត់រួមទាំងអ្នកផ្សេងទៀតគឺពិតជាគ្មាននរណាម្នាក់ហ៊ានដាច់ចិត្តទៅបើកការុងមួយនោះឬក៏សូម្បីតែប៉ះការុងមួយនោះផងដែរបន្តទៅនេះវាគឺជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រនៃការបោកប្រាស់របស់លក្ខណៈពីអ្នកដែលបានជីករកកំណប់មកคล้ายជាអ្នកដែលយកកំណប់ទៅលក់លក្ខណៈចាប់ផ្ដើមប្រើល្បិចថ្មីដែលកាន់តែអស្ចារ្យជាងមុននាងបានប្រាប់អ៊ីស្រស់ជាមួយនឹងជាងស៊ីមជាមួយនឹងទឹកមុខយ៉ាងញញឹមផងដែរឥឡូវនេះកំណប់យើងបានមកដល់ដៃហើយយើងមិនចាំបាច់ទៅភ្នំបន្តទៀតនោះទេប៉ុន្តែរបស់មានតម្លៃរាប់លានដុល្លារបែបនេះហើយជាសម្រិតទៀតនោះមិនអាចលក់ឲ្យឈ្មួញនៅស្រុកខ្មែរនោះឡើយដែលរបស់មួយនេះត្រូវតែចាំបាច់តាក់ទងនៅអ្នកដែលមានប្រាក់កាសច្រើនជាពិសេសគឺឈ្មួញនៅឯក្រៅស្រុកត្រូវទិញយកនៅសម្រិតមួយនេះក្នុងតម្លៃរាប់លានដុល្លារពាក្យថារាប់លានដុល្លារវាគឺជាថ្នាំសណ្ដំដ៏ពូកែបំផុតដែលធ្វើឲ្យជនរងគ្រោះកំពុងតែអស់លុយពីខ្លួនមានអារម្មណ៍ថាជិតដល់គោលដៅលក្ខណៈចាប់ផ្ដើមទារប្រាក់សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសដោយថ្លៃស្នាក់នៅសន្តាគារប្រណិតដើម្បីជួបជាមួយនឹងម៉ូយធំព្រមទាំងរត់ការឯកសារពាក់ព័ន្ធជាមួយនឹងរបស់ទាំងអស់នេះគ្រួសារជាងស៊ីមលែងមានប្រាក់ពាន់ប្រាក់ម៉ឺនដុល្លារក្នុងដៃដូចជាកាលពីមុនទៀតហើយ
ប៉ុន្តែលក្ខណៈមិនបានខ្វល់នោះឡើយដោយនាងចាប់ផ្ដើមអង្គាមយកនៅអ្វីដែលនៅជាប់នឹងខ្លួនរបស់ជនរងគ្រោះនាងបានសម្ដែងនៅការពិបាកចិត្តនៅក្នុងពេលដែលគ្រួសារមួយនេះមិនមានប្រាក់ជាច្រើនបន្តឲ្យទៅនាងប្រៀបបីដូចជាការពីមុនប៉ុន្តែដោយសារតែខ្លាចបាត់បង់នៅអ្វីដែលកំពុងតែរៀបនឹងទទួលបានទៅហើយនោះអ៊ីស្រោះជាមួយនឹងជាងស៊ីមចាប់ផ្ដើមធ្វើនៅរឿងរ៉ាវដែលខ្លោចចិត្តបំផុតគ្រឿងអលង្ការជាច្រើនដែលបានបន្សល់ទុកពីមុខរបររបស់គាត់នោះគាត់ក៏បានប្រមូលយកវាទៅលក់ជាថ្នូរជាមួយនឹងប្រាក់មួយចំនួនប្រគល់ទៅឲ្យលក្ខណៈដើម្បីធ្វើដំណើរទៅជួបជាមួយនឹងអតិថិជនជាងស៊ីមជាមួយនឹងអ៊ីស្រោះដែលកំពុងតែរស់នៅក្នុងសម្បកផ្ទះជាន់ទី3បានត្រឹមតែសម្លឹងមើលទៅកាន់មុខគ្នាទៅវិញទៅមកដោយរំពឹងថារឿងរ៉ាវគ្រប់យ៉ាងនឹងអាចត្រឡប់មកសភាពដើមវិញទាំងដែលពួកគាត់គ្មានចំណីអាហារឆ្ងាញ់ដើម្បីនឹងទទួលទានប្រៀបបីដូចជាការពីមុននោះឡើយក្រោយពេលដែលពួកគាត់បានលះបង់នៅអ្វីៗគ្រប់យ៉ាងដើម្បីប្រគល់ទៅឲ្យលក្ខណៈក្នុងការទទួលបាននៅទ្រព្យសម្បត្តិទាំងនោះត្រឡប់មកវិញទាំងដែលគាត់មិនបានដឹងនោះទេថានាងកំពុងតែយកប្រាក់របស់ពួកគាត់ទៅចាយវាយជាមួយនឹងគ្រួសាររបស់នាងនៅឯខេត្តក្រចេះព្រមទាំងភ្នំពេញនេះផងដែរលក្ខណៈក៏នៅតែប្រើប្រាស់លេសដើម្បីនឹងកុហកទៅកាន់គ្រួសារមួយនេះដដែលពាក់ព័ន្ធជាមួយនឹងការដែលនាងមិនទាន់អាចស្វែងរកនៅម៉ួយដែលអាចទទួលនៅតម្លៃដែលនាងបានដាក់ទៅឲ្យនោះទេពាក្យកុហកមួយនេះបានអូសបន្លាយពេលវេលាពីមួយខែទៅមួយខែរហូតដល់ពីមួយឆ្នាំទៅមួយឆ្នាំចន្លោះពីឆ្នាំ2013រហូតដល់ឆ្នាំ2014ទ្រព្យសម្បត្តិនិងផ្ទះនៅក្នុងគ្រួសាររបស់ជាងស៊ីមក៏ត្រូវបានរលាយគ្មានសល់ហើយព្រមទាំងមានបំណុលជុំទិសដែលត្រូវបានគេជំរិតទាពីសំណាក់ប្តីប្រពន្ធមួយគូនេះផងដែរកូនប្រុសពៅជាមួយនឹងកូនប្រពន្ធមុនរបស់ជាងស៊ីមបានត្រឹមតែឈរមើលនៅភាពតល់ច្រកមួយនេះតែប៉ុណ្ណោះដែលពួកគេពិតជាមិនអាចជួយអ្វីបាននោះឡើយក៏ព្រោះតែរឿងរ៉ាវគ្រប់យ៉ាងបានដើរដល់ដំណាក់កាលនេះទៅហើយនៅពាក់កណ្ដាលឆ្នាំ2014កូនប្រុសពៅរបស់ជាងស៊ីមក៏បានបញ្ចប់នៅការសិក្សានៃថ្នាក់ទី12ទៅហើយដែលគេក៏ជាមនុស្សវ័យជំទង់ដែលអាចមានការពិចារណាច្បាស់លាស់នៅក្នុងទីតាំងនៃផ្សារចាស់ក្បែរនឹងផ្សារកណ្ដាលគេក៏បានធ្វើដំណើរស្ថិតនៅក្នុងទីតាំងដែលមានមនុស្សម្នាជាច្រើនដើរខ្វាត់ខ្វែងហើយក៏ជាកន្លែងដែលសម្បូរទៅដោយគ្រូទាយបៀអង្គុយនៅតាមកាច់ជ្រុងនៃតូបមួយចំនួនកូនប្រុសរបស់ជាងស៊ីមដែលជាមនុស្សម្នាក់ក៏បានសង្កេតយ៉ាងម៉ត់ចត់ក្រោយពេលដែលបានប្រទះឃើញនៅអ្វីដែលគេនឹកស្មានមិនដល់រូបរាងរបស់ស្ត្រីម្នាក់ដែលគេបានស្គាល់ច្បាស់ក៏ព្រោះតែគេបានឃើញស្ត្រីម្នាក់នេះស្ទើរតែរាល់ថ្ងៃទៅហើយនោះគឺជាវត្តមានរបស់លក្ខណៈដែលធ្លាប់តែអះអាងថាខ្លួនគឺជាគ្រូបារមីដែលមានគ្រូធំនៅពីក្រោយបែរជាកំពុងតែអង្គុយជជែកជាមួយនឹងគ្រូទាយបៀម្នាក់ស្ថិតនៅក្នុងទីតាំងនៃផ្សារចាស់ផងដែរកូនរបស់ជាងស៊ីមក៏បានចោទជាសំណួរថាហេតុអ្វីបានជាបងលក្ខណៈបែរជាមកអង្គុយជាមួយនឹងគ្រូទាយបៀម្នាក់នេះស្របពេលដែលគេបានប្រាប់ទៅកាន់ឪពុកម្ដាយរបស់ខ្លួនថាកំពុងតែតាក់ទងជាមួយនឹងម៉ួយនៅឯក្រៅប្រទេសដើម្បីលក់នៅរបស់របរមានតម្លៃមួយចំនួននោះកូនប្រុសរបស់ជាងស៊ីមក៏បានសំងំដើម្បីនឹងសង្កេតពីចម្ងាយជាមួយនឹងបេះដូងលោតញាប់ខុសពីធម្មតាគេបានឃើញលក្ខណៈហុចប្រាក់និងនិយាយខ្សឹបខ្សៀវដោយទឹកមុខអន្ទះសារទៅកាន់គ្រូទាយបៀម្នាក់នោះសំណួរដ៏ធំក៏ត្រូវបានផ្ទុះឡើងនៅក្នុងការគិតរបស់គេថាប្រសិនបើបងលក្ខណៈខ្លាំងពូកែពិតមែនហេតុអ្វីបានជាចាំបាច់មកពឹងពាក់ទៅលើគ្រូទាយម្នាក់នេះតើវាគឺជាអាគមដែលបងលក្ខណៈបានប្រើប្រាស់ក្នុងការសណ្ដំទៅកាន់ម្ដាយឪពុករបស់គេឬក៏យ៉ាងណាកូនប្រុសរបស់ជាងស៊ីមក្រោយពេលដែលបានឃើញលក្ខណៈបានធ្វើដំណើរចាក់ចេញពីទីនោះគេក៏បានព្យាយាមស៊ើបសួរនៃព័ត៌មានមួយចំនួនរបស់គ្រូទាយបៀព្រមទាំងលក្ខណៈនេះផងដែរក៏ព្រោះតាមរយៈភិនភាគស្ថិតនៅក្នុងទីតាំងដែលគ្រូទាយបៀនោះកំពុងតែរកស៊ីវាហាក់បីដូចជាមិនទំនងថាអាចខ្លាំងពូកែដើម្បីឲ្យលក្ខណៈមកពឹងពាក់នោះទេអ្នកលក់ដូរដែលស្ថិតនៅជិតនោះក៏បាននិយាយរៀបរាប់ផងដែរថាបើមើលពីផ្នែកខាងក្រៅគ្រូម្នាក់នេះគ្រាន់តែជាអ្នកទូទាយបៀស្ថិតនៅក្នុងតូបតូចមួយតែប៉ុណ្ណោះប៉ុន្តែនៅឯផ្ទះគ្រូម្នាក់នេះគឺមានអាសនៈធំដែលមិនសូវមាននរណាម្នាក់ធ្លាប់បានដឹងនោះទេអ្នកដែលមកពឹងពាក់គ្រូម្នាក់នេះមិនធម្មតានោះឡើយដែលពេលខ្លះក៏អាចជាអ្នកមានឬក៏អ្នកលក់ដូរធំសុទ្ធសឹងតែបានមកពឹងពាក់ទៅលើគ្រូម្នាក់នេះដើម្បីជួយទៅដល់ការរកស៊ីរបស់ពួកគេគ្រូម្នាក់នេះក៏ជាគ្រូដែលល្បីល្បាញផ្នែកខាងរកស៊ីរួមជាមួយនឹងអាគមស្នេហ៍ផងដែរដូច្នេះទើបបានជាធ្វើឲ្យមនុស្សគ្រប់គ្នាដែលបានមកពឹងពាក់ទៅលើគ្រូនេះសុទ្ធសឹងតែជាអ្នករកស៊ីព្រមទាំងអ្នកមានមុខមានមាត់ក្រោយពេលដែលបានត្រឡប់មកផ្ទះវិញកូនប្រុសរបស់ជាងស៊ីមក៏បានទម្លាយរឿងរ៉ាវគ្រប់យ៉ាងប្រាប់ទៅកាន់អ៊ីស្រោះ
ហើយវិនាទីនោះហាក់បីដូចជាមានអ្វីមួយត្រូវបានផ្ទុះឡើងស្ថិតនៅចំកណ្ដាលផ្ទះដូច្នោះដែរអ៊ីស្រោះធ្លាប់តែជឿងប់ងល់ទៅលើអ្វីដែលលក្ខណៈបាននិយាយក៏ស្រាប់តែស្រឡាំងកាំងគាត់បាននឹកឃើញដល់គ្រូទាយបៀនៅផ្សារចាស់ម្នាក់នោះគាត់ក៏ធ្លាប់ធ្វើការទូទាយព្រមទាំងប្រសពជាមួយនឹងគ្រូម្នាក់នេះកាលពីពេលមុនផងដែរហើយគាត់បានព្យាយាមពឹងពាក់ទៅលើគ្រូម្នាក់នេះដើម្បីឲ្យជួយប្រមាលមើលថាតើមនុស្សស្រីដែលគាត់កំពុងតែមានទំនាក់ទំនងជាមួយដែលគាត់ចង់សម្ដៅទៅកាន់លក្ខណៈនោះឯងថានាងគឺជាមនុស្សស្មោះត្រង់ដែរឬទេគ្រូទាយម្នាក់នេះមិនបានមើលឃើញអំពីរបៀបនៃការបោកប្រាស់របស់លក្ខណៈគ្រប់យ៉ាងហើយព្រមទាំងជំរុញឲ្យអ៊ីស្រោះជាមួយនឹងជាងស៊ីមគួរតែបន្តនៅការងារដែលកំពុងតែធ្វើជាមួយនឹងនារីម្នាក់នេះក៏ព្រោះតែគេគឺជាអ្នកដែលនាំសំណាងមកឲ្យគ្រួសាររបស់ពួកគាត់ទាំងពីរក្រោយពេលដែលអ៊ីស្រោះបានព្យាយាមសួរនាំដេញដោលជាមួយនឹងទឹកភ្នែកគ្រូទាយបៀដែលស្ថិតនៅឯផ្សារចាស់នេះក៏បានសម្រេចចិត្តថានឹងទម្លាយនៅការពិតគ្រប់យ៉ាងគ្រូម្នាក់នេះបានបញ្ជាក់ថាការពិតទៅលក្ខណៈបានមកជួបជាមួយនឹងខ្លួនដោយបានប្រាប់ថាគ្រួសាររបស់ជាងស៊ីមជាមួយនឹងអ៊ីស្រោះបានជំពាក់លុយរបស់នាងរាប់ម៉ឺនដុល្លារមិនព្រមសងនោះទេហើយនាងក៏បានជួលឲ្យខ្លួនរៀបចំនៅអាគមស្នេហ៍ព្រមទាំងមុនបន្ទន់ចិត្តដើម្បីនិយាយទៅកាន់អ៊ីស្រោះជាមួយនឹងជាងស៊ីមឲ្យព្រមប្រគល់នៅលុយដែលជំពាក់មកឲ្យនាងវិញគ្រូម្នាក់នេះក៏មិនបានដឹងថាលក្ខណៈបានប្រើប្រាស់នៅអាគមរបស់ខ្លួនទៅបោកប្រាស់អ៊ីស្រោះជាមួយនឹងជាងស៊ីមនោះទេអ៊ីស្រោះក៏បានរំលឹកនិយាយពាក់ព័ន្ធជាមួយនឹងការ៉ុងសព្រមទាំងរបស់របរមានតម្លៃមួយចំនួនដែលនាងបានយកមកពីភ្នំនោះក៏បានធ្វើឲ្យគ្រូម្នាក់នេះបានបញ្ជាក់ថាការពិតទៅនោះវាគ្រាន់តែជាការបោកបញ្ឆោតរបស់លក្ខណៈតែប៉ុណ្ណោះវាមិនមែនជាមាសពេជ្រអីនោះទេតែវាគ្រាន់តែជារូបចម្លាក់លង្ហិនគ្មានតម្លៃមួយជាមួយនឹងដើមរាំងសាបដែលខ្លួនបានចងអាគមព្រមទាំងព្យាយាមបន្សាបនៅអ្វីដែលមាននៅខាងក្នុងផ្ទះតែប៉ុណ្ណោះការដែលធ្វើបែបនេះគឺដើម្បីឲ្យលក្ខណៈកាន់តែមានឥទ្ធិពលនៅក្នុងការប្រើប្រាស់នៅអាគមព្រមទាំងអ្វីដែលគ្រូម្នាក់នេះបានរៀបចំឲ្យនាងក្នុងការបន្ទន់ចិត្តទៅកាន់អ៊ីស្រោះរួមជាមួយនឹងជាងស៊ីមដែលជាប្តីរបស់គាត់តែប៉ុណ្ណោះនោះឯងពាក្យសម្ដីដែលគ្រូម្នាក់នេះបានរៀបរាប់ពីខាងលើវាហាក់បីដូចជាកំបិតចិត្តសាច់ឯងដែលធ្វើឲ្យអ៊ីស្រោះជាមួយនឹងប្តីរបស់គាត់ពិតជាមិនអាចទប់អារម្មណ៍បាននោះទេអ៊ីស្រោះបានធ្វើដំណើរត្រឡប់មកវិញជាមួយនឹងភាពខឹងសម្បារយ៉ាងខ្លាំងដោយគាត់បានចាញ់ចិត្តនៃក្មេងម្នាក់ដែលបានមកបោកប្រាស់គាត់ហើយព្រមទាំងធ្វើឲ្យគាត់ធ្វើនៅអ្វីគ្រប់យ៉ាងសូម្បីតែផ្លាស់ប្ដូរឬក៏រើនៅអាសនៈគោរពបូជាក៏គាត់ហ៊ានធ្វើបន្ទាប់ពីការពិតត្រូវបានលាតត្រដាងអ្វីគ្រប់យ៉ាងក៏បានហួសពេលទៅហើយលក្ខណៈបានដឹងខ្លួនមុនហើយព្រមទាំងបានរត់ចាក់ចេញពីបន្ទាយទាហានស្ថិតនៅឯផ្លូវឡានទឹកត្រឡប់ទៅកាន់ខេត្តក្រចេះវិញជាមួយនឹងទ្រព្យសម្បត្តិដែលនាងបានបោកពីគ្រួសារមួយនេះរាប់ម៉ឺនដុល្លារមកដល់ត្រឹមចំណុចនេះតើអ្នកទាំងអស់គ្នាជឿជាក់ទៅលើពាក្យសម្ដីរបស់គ្រូដែលស្ថិតនៅឯផ្សារចាស់នោះប្រមាណភាគរយតើទំនាក់ទំនងរបស់គ្រូម្នាក់នោះជាមួយនឹងលក្ខណៈពិតជាគ្មានភាពជិតដិតនឹងគ្នាឬក៏យ៉ាងណាដូច្នេះបន្តទៅនេះយើងទៅស្ដាប់អំពីពាក្យសម្ដីនៃការរៀបរាប់របស់សមាជិកគ្រួសារជាងស៊ីមរួមជាមួយនឹងការរៀបរាប់ពីសំណាក់អ៊ីស្រោះផងដែរតាមរយៈអ្វីដែលសមាជិកគ្រួសារជាងស៊ីមបានរៀបរាប់គ្រូដែលបោះបៀស្ថិតនៅឯផ្សារចាស់នេះគឺអាចមានទំនាក់ទំនងជិតដិតជាមួយនឹងលក្ខណៈក៏ព្រោះតែរបៀបដែលលក្ខណៈបានប្រើប្រាស់នៅការទូទាយពីការបោះបៀរួមជាមួយនឹងការនិយាយស្ដីនៃការប្រើប្រាស់ជំនឿយកមកបោកបញ្ឆោតនោះវាគឺជាអ្វីដែលបានបញ្ជាក់ថានាងពិតជាមានចំណេះដឹងផ្នែកខាងផ្លូវងងឹតនេះពិតមែនការទូទាយរបស់លក្ខណៈពិតជាមានភាពឆុតហើយសមាជិកគ្រួសារជាងស៊ីមបានរៀបរាប់ថាគាត់មានការសង្ស័យផងដែរថាគ្រូទាយបៀនៅឯផ្សារចាស់ជាមួយនឹងលក្ខណៈនេះគឺអាចជាគ្រូជាមួយនឹងសិស្សក៏ថាបានគ្រូនោះមិនមែនជាគ្រូធម្មតានោះទេដោយគាត់គិតថាគ្រូនេះអាចនឹងចេះនៅរបៀនខ្លាំងក្លាជាមួយនឹងអាគមស្នេហ៍ឬក៏ជារបៀននៃតម្រាមេមត់មនុស្សភាគច្រើនតែងតែល្បីនៃគ្រូម្នាក់នេះពូកែខាងរឿងអំពើអំព័ន្ធព្រមទាំងអំពើស្នេហ៍និងការចាអណ្ដាតដែលវាគឺជាការបន្ទន់ចិត្តនរណាម្នាក់នោះឯងហើយលក្ខណៈនេះឯងគឺជាអ្នកដែលប្រើប្រាស់នៅអាគមទាំងនេះមកកាន់គ្រួសាររបស់គាត់ក៏ព្រោះនៅពេលដែលនាងធ្វើដំណើរចាក់ចេញពីផ្ទះរបស់គាត់មួយរយៈពេលគាត់ច្បាស់ជាមានអារម្មណ៍ងើយឆ្ងល់ឬក៏សង្ស័យទៅកាន់សកម្មភាពរបស់នាងដែលអាចគិតនាងក្នុងផ្លូវអាក្រក់ប៉ុន្តែក្រោយពេលដែលមនុស្សគ្រប់គ្នាបានជួបនិងស្ដាប់ជាមួយនឹងពាក្យសម្ដីរបស់លក្ខណៈគឺគ្មាននរណាម្នាក់អាចប្រកែកជាមួយនឹងសំណើដែលនាងបាននិយាយចេញពីមាត់នោះទេគ្រួសារមួយនេះក៏ត្រូវបានរំសាយនៅក្រុមជាងមាសនៃសិប្បកម្មរបស់ខ្លួនហើយព្រមទាំងបានលក់នៅផ្ទះជាន់ទី3
និងប្រមូលនៅទ្រព្យសម្បត្តិទាំងប៉ុន្មានយកទៅសងគេហើយព្រមទាំងស្វែងរកនៅផ្ទះជួលថ្មីដើម្បីស្នាក់នៅបណ្ដោះអាសន្នជាងស៊ីមជាមួយនឹងប្រពន្ធរបស់គាត់ក៏បានប្រើប្រាស់នៅជីវិតនៃការរកស៊ីតាមចិញ្ចើមផ្លូវដោយជួលនៃទីធ្លាខាងមុខផ្ទះនៅម្ដុំផ្សារទំនើបសូរិយាដើម្បីនឹងដាក់នៅទូព្រមទាំងធុងទឹកកកបន្តិចបន្តួចក្នុងការលក់ទឹកសុទ្ធព្រមទាំងទឹកក្រូចស្ថិតនៅតាមចិញ្ចើមផ្លូវនោះឯងថៅកែនៃសិប្បកម្មមាសដ៏ធំម្នាក់នៅទីក្រុងភ្នំពេញបែរជាត្រូវបានធ្លាក់ខ្លួនមកលក់ដូរបន្តិចបន្តួចតាមចិញ្ចើមផ្លូវដើម្បីចិញ្ចឹមក្រពះព្រមទាំងដោះបំណុលពីការជំពាក់គេនៃការរកស៊ីជាងមុនដូច្នេះយើងក្រឡេកទៅមើលអំពីព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយនឹងលក្ខណៈម្នាក់នេះថាតើនាងមានអត្តចរិតបែបណាហើយក្រោយពេលដែលបានបោកប្រាស់ជាមួយនឹងប្រកាសរបស់គ្រួសារជាងស៊ីមនេះហើយតើនាងបានជួបប្រទះជាមួយនឹងរឿងរ៉ាវអ្វីខ្លះលក្ខណៈមានទីកន្លែងកំណើតស្ថិតនៅក្នុងទឹកដីនៃខេត្តក្រចេះនាងមិនមែនជាមនុស្សឯកោនោះឡើយដែលនាងមានគ្រួសារនិងមានប្តីជាយោធិនដែលរស់នៅក្នុងបន្ទាយក្បែរនឹងផ្លូវឡានទឹកហើយនាងមានកូនស្រី2នាក់ដែលជាបន្ទុកនៅក្នុងគ្រួសារផងដែរក្រៅពីនេះនាងក៏មានកូនប្រុសច្បងម្នាក់ដែលរស់នៅក្រោមការមើលថែទាំរបស់បងស្រីនៅឯកំពង់សោមនៅក្នុងពេលមួយដើម្បីពង្រឹងនៅទំនុកចិត្តនៃគ្រួសារជាងស៊ីមនាងក៏បាននាំម្ដាយឪពុកបង្កើតរបស់នាងរួមជាមួយនឹងបងស្រីដែលរស់នៅឯកំពង់សោមឲ្យមកជួបសួរនាំសុខទុក្ខជាមួយនឹងជាងស៊ីមនៅឯភ្នំពេញផងដែរនៅក្នុងក្រសែភ្នែករបស់ជាងស៊ីមជាមួយនឹងអ៊ីស្រស់នាពេលនោះពួកគាត់បានគិតថាកាលដែលនាងបានហ៊ាននាំគ្រួសារមកជួបជាមួយនឹងគាត់បែបនេះទៅហើយអ្វីគ្រប់យ៉ាងដែលនាងបានប្រាប់ទៅកាន់ខ្លួនវាមិនមែនជាការបោកប្រាស់នោះទេនោះក៏ជាអ្វីដែលធ្វើឲ្យគាត់បានលងជឿទៅកាន់លក្ខណៈរហូតដល់ធ្វើឲ្យគាត់ត្រូវបានបាត់បង់នៅអ្វីៗគ្រប់យ៉ាងងាយមកនិយាយអំពីការតាមដាននៃសកម្មភាពរបស់លក្ខណៈនឹងចង់ដឹងអំពីកាលដែលនាងបានរត់ចាក់ចេញពីទីក្រុងភ្នំពេញឯណែវិញជាងស៊ីមជាមួយនឹងប្រពន្ធរបស់គាត់ក៏បានទំនាក់ទំនងទៅកាន់ឪពុកម្ដាយព្រមទាំងបងស្រីរបស់នាងដែលនោះក៏បានធ្វើឲ្យជាងស៊ីមជាមួយនឹងប្រពន្ធរបស់គាត់ស្ទើរតែមិនជឿថាកូនធររបស់ខ្លួនបានភៀសខ្លួនទៅរស់នៅឯខេត្តក្រចេះនៃស្រុកកំណើតរបស់នាងជាមួយនឹងជីវភាពដ៏លំបាកតក់យ៉ាក់បំផុតកម្មផលក៏បានផ្ដល់ទៅឲ្យលក្ខណៈវិញផងដែរដែលនាងបានរស់នៅក្នុងខ្ទមតូចមួយដែលមានសភាពចាស់ទ្រុឌទ្រោមនាងបានប្រកបរបរដោយលក់ដូរចេកចៀនព្រមទាំងចំណីអាហារបន្តិចបន្តួចនៅកាច់ជ្រុងនៃភូមិដើម្បីនឹងបន្តជីវិតក្រោយពេលដែលបានបញ្ចប់នៅការសន្ទនាហើយដឹងឮអំពីរឿងរ៉ាវទាំងនេះអ៊ីស្រស់ជាមួយនឹងជាងស៊ីមបានដឹងអំពីស្ថានភាពរបស់លក្ខណៈប៉ុន្តែបើទោះបីជាពួកគាត់នៅមានភ្លើងកំហឹងយ៉ាងណាក៏ដោយក៏ពួកគាត់មិនអាចប្តឹងផ្ដាល់ឬក៏សងសឹកទៅកាន់នាងបាននោះទេក៏ព្រោះដោយសារតែលុយរបស់ពួកគាត់រាប់ម៉ឺនដុល្លារដែលបានចំណាយទៅលើនាងគឺគ្មានសង្ឃឹមត្រឡប់មកវិញនោះឡើយហើយប្រសិនបើគាត់ឡើងក្តីពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវទាំងនេះវាមានតែការចំណាយប្រាក់កាន់តែច្រើនលើសលប់ហើយបានត្រឹមតែបញ្ជូននាងទៅកាន់មន្ទីរឃុំឃាំងតែប៉ុណ្ណោះជាងស៊ីមជាមួយនឹងអ៊ីស្រស់ក៏ចាប់ផ្ដើមរៀបចំនៅអាសនៈព្រមទាំងវត្ថុស័ក្តិសិទ្ធិរបស់ពួកគាត់នោះឲ្យត្រឡប់មកសភាពដើមវិញទៅតាមក្បួនខ្នាតដែលបានរៀបចំកាលពីពេលមុនហើយពួកគាត់ក៏បានបន្តធ្វើការរកស៊ីទាំងត្រដាតត្រដួសដោយសងគេផងព្រមទាំងបន្តឲ្យកូនប្រុសពៅរបស់គាត់សិក្សារហូតដល់បានចប់ត្រឹមត្រូវជាងស៊ីមក៏បានទទួលអាណិច្ចកម្មស្ថិតនៅក្នុងឆ្នាំ2021ក្រោយពេលដែលជីវិតនៃគ្រួសាររបស់គាត់បានឆ្លងកាត់នៅរឿងរ៉ាវជាច្រើនដូចជាអ្វីដែលអ្នកទាំងអស់គ្នាបានស្ដាប់តាំងពីរឿងរ៉ាវរបស់ត្រណមទងក្រពើផ្ទះជាន់ទី3រហូតមកដល់សាច់រឿងគ្រូទាយបៀនេះផងដែរប្រពន្ធរបស់ជាងស៊ីមស្ថិតនៅក្នុងពេលនេះគឺគាត់មានអាយុជាង60ឆ្នាំទៅហើយនិងកំពុងតែរស់នៅជាមួយនឹងកូនប្រុសរបស់គាត់ដោយបានត្រឹមតែនឹកឃើញនៅភាពសោកសៅជាមួយនឹងក្តីទុក្ខសោកដែលបានបង្កឡើងដោយសារតែជំនឿងប់ងល់នេះឯងកូនប្រុសរបស់ពួកគាត់ទាំងពីរក៏បានក្លាយទៅជាអ្នកផលិតមាតិកាស្ថិតនៅក្នុងបណ្ដាញសង្គម YouTube ដែលកំពុងតែរៀបរាប់សាច់រឿងប្រាប់ទៅកាន់អ្នកទាំងអស់គ្នានេះឯងអរគុណសម្រាប់ការតាមដានរបស់អ្នកទាំងអស់គ្នាតាំងពីដើមរហូតមកដល់ចប់កុំភ្លេច comment អំពីមតិយោបល់របស់អ្នកទាំងអស់គ្នាស្ថិតនៅផ្នែកខាងក្រោមនៃវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយជាមួយនឹងប្រធានបទថ្មី